បងប្អូនត្រូវដឹងថាចេះមេដឹកនាំខ្លាំងណាគឺបង្កើតកម្លាំងប្រជាពលរដ្ឋខ្លាំងចាប់បាំង21ថ្ងៃនេះបងប្អូនសាកគិតមើលខ្លួនឯងថាតើពួកអាថៃឬមួយក៏សៀមនេះវាបានប្រើប្រាស់អ្វីខ្លះមកលើយើងបើសិនជាក្រៅពីខ្មែរវិញណាបងប្អូនគឺសៀមគ្រប់គ្រងបានយ៉ាងតិចបំផុតក៏7ខែដែរនៅតាមខ្សែបន្តព្រំដែនណាយ៉ាងតិចបំផុតក៏7ខែដែរនេះបើសិនជាក្រៅពីខ្មែរតើមកពីអ្វីទៅហើយតើយើងនេះត្រូវតែធ្វើអ្វីបន្តទៀតតើប្រទេសអ្នកមានវាប្រទេសអ្នកក្រដោយរបៀបណាមែនតើទៅចេះបងប្អូននៅក្នុងរឿងសង្គ្រាមឈ្លានពាននេះប្រទេសអ្នកមានវាប្រទេសអ្នកក្រហ្នឹងតតែមានហេតុផលចាហេតុផលហ្នឹងមានអ្វីខ្លះគឺផ្អែកទៅលើនយោបាយផ្អែកទៅលើសេដ្ឋកិច្ចនិងយោធាជាពិសេសហ្នឹងគឺប្រើឧក្រិដ្ឋកម្មខុសច្បាប់អន្តរជាតិជាសម្ពាធតែម្ដងហើយសៀមវាប្រើប្រាស់តែរឿងពីរឯងបងប្អូនចារឿងពីរហ្នឹងវាចូលចិត្តប្រើប្រាស់ញឹកមែនតើទី1ហ្នឹងគឺរឿងជន់មីនរឿងជន់មីនហ្នឹងបងប្អូនស្ដាប់ឡើងសឹកហើយចាទី2ហ្នឹងគឺរឿងអនឡាញខុសច្បាប់រឿងអនឡាញខុសច្បាប់ហ្នឹងវាចូលចិត្តចោទប្រកាន់មកលើខ្មែរមែនតើដើម្បីបង្កចំនួននិងបានផ្ដល់ទីកន្លែងខុសច្បាប់ដល់បរទេសចាវាធ្វើរឿងទាំងអស់ហ្នឹងដើម្បីបង្កើតទៅជារឿងសង្គ្រាមឈ្លានពានវាចង់បានដីខ្មែរនិងចង់ដោះស្រាយនយោបាយផ្ទៃក្នុងរបស់វាដែរបើយើងនិយាយអំពីកម្លាំងយោធាហើយនឹងអាវុធពីខាងគេដែលដឹកមកយកមកឈ្លានពាននៅលើដីយើងហ្នឹងបងប្អូនចាដឹកមកម្ដងចង់ទៅថាស្រុតដីហ្មងដឹកមកកន្លែងណាស្រុតដីកន្លែងហ្នឹងរង្គើអស់ឲ្យបងប្អូនចាបធននេះអីចឹងទៅក៏ក្រៅព្រៃភ្នំអីចឹងទៅបងប្អូនអញ្ចឹងឲ្យបានខ្ញុំនិយាយថាចេះការដឹកនាំសង្គ្រាមរបស់ថ្នាក់ដឹកនាំជាតិដើម្បីតស៊ូការពារជាតិគឺប្រើប្រាស់យុទ្ធវិធីនានានៃយុទ្ធសាស្ត្រសង្គ្រាមមានលក្ខណៈស៊ីជម្រៅណាស់បងប្អូនចាបើនិយាយពីខាងកងទ័ពសៀមវិញណាបងប្អូនវាបុកមកយើងម្ដងស្ទើរតែថាចង់បះជើងម្ដងណាបងប្អូនចាចង់បះជើងម្ដងដោយសារតែវាដែរហ្នឹងណាប៉ុន្តែយើងក៏បានវាយបកទៅវាវិញភ្លាមតែម្ដងវាយបបាក់ទៅវិញភ្លាមបងប្អូនអត់មានចាំទុកយូរទេសង្គ្រាមគឺមានការបាក់តបទៅវិញទៅមកបែបហ្នឹងមិនមែនយើងប្រឹងទប់ដើម្បីបោះបង់ជីវិតយើងនោះទេបងប្អូនចាទៅមេតបម្នាក់ដោយប្រសាសន៍របស់សម្ដេចតេជោលោកមានប្រសាសន៍ថាអញ្ចេះមិនមែនចេះតែទប់មិនមែនចេះតែវាយបកនោះទេពេលដែលខ្ញុំនិយាយបងប្អូនសាកសម័យមើលខ្លួនឯងណាការវាយទប់និងវាយបករយៈពេល21ថ្ងៃហ្នឹងថាតើនៅសមរភូមិជួរមុខហ្នឹងណាចាវាឡើងកម្ដៅប៉ុណ្ណានៅសមរភូមិជួរមុខណាសង្គ្រាមលើកទី1ត្រឹមតែរយៈពេល5ថ្ងៃឯងប៉ុន្តែសង្គ្រាមលើកទី2នេះរហូតដល់21ថ្ងៃបងប្អូនសាកគិតមើលវាឡើងកម្ដៅខ្លាំងប៉ុណ្ណានៅសមរភូមិជួរមុខត្រូវការលះបង់តស៊ូដល់កម្រិតណាបងប្អូនមើលឃើញត្រឹមថាយន្តហោះចម្បាំងរបស់គេហោះមកទម្លាក់គ្រាប់តែប៉ុណ្្នឹងគឺបងប្អូនត្រូវដឹងថាការតស៊ូប្រយុទ្ធនៅសមរភូមិជួរមុខគឺលើសពីអ្វីដែលយើងបានឃើញរាប់សិបលានដងទៀតបងប្អូនមិនមែនធម្មតាណាបងប្អូនចាបើបងប្អូនមើលឃើញត្រឹមថាគឺខូចខាតផ្ទះសម្បែងប៉ុន្តែបងប្អូនខ្លួនឯងនេះក៏មិនបានមើលឃើញថាអញ្ចេះការខិតខំថែរក្សាទឹកដីដើម្បីជារបស់វីរៈកងទ័ពនឹងកម្រិតណាស់នោះទេបងប្អូនសាកគិតមើលថាតើគាត់លះបង់ប៉ុណ្ណាលះបង់ជីវិតពលីជីវិតចោលប្រពន្ធចោលកូនចោលម្ដាយឪពុកផ្ទះសម្បែងដើម្បីទៅការពារជាតិដើម្បីការពារប្រជាពលរដ្ឋទាំងអស់គ្នារយៈពេល21ថ្ងៃខ្ញុំបានឃើញបងកងទ័ពគាត់ផុសមកសភាពមើលទៅបងប្អូនចា21ថ្ងៃហ្នឹងគឺបាយទឹកអាចនឹងពួកគាត់ដូរគ្នាភោបដូរគ្នាភាសាអញ្ចឹងទៅអ្នកដែលហូបឆ្អែតពេលដែលហូបហើយគឺត្រូវតែទៅបាញ់តទល់អីចឹងទៅបងប្អូនហើយអ្នកដែលគាត់អត់ទាន់ហូបបាយគឺគាត់នៅហូបសិនទៅចឹងណាចឹងបានន័យថាយើងដូរគ្នាហូបចឹងទៅបងប្អូនហើយចំពោះការអត់មានទឹកអត់មានអីមួយទេកៅអៅទៅប៉ុណ្ណាមកវិញគឺប៉ុណ្ណឹងចាកៅអៅមើលទៅដូចមានតែមជ្ឈកាសជាប់នឹងខ្លួនទេណាបងប្អូនហើយអត់មានក្លិនក្អូបអត់មានអីទេព្រោះដោយសារទៅប្រយុទ្ធអត់មានបានមួយទឹកមួយអីទេបងប្អូនចាអត់មានក្លិនក្អូបទេសភាពនោះចាស់ស្ដីបើសិនជាយើងមើលតាមកម្លាំងយោធាក៏ដូចជាអាវុធរបស់សៀមនៅក្នុងសង្គ្រាមឈ្លានពាននេះបងប្អូនត្រូវដឹងថាចេះបើសិនជាខ្មែរគ្មានមេដឹកនាំខ្លាំងទេចម្បាំងនេះគឺខ្មែរបាត់ដីយ៉ាងតិច7ខេត្តបាត់ដីយ៉ាងតិចបំផុតក៏7ខេត្តដែរបងប្អូនបើសិនជាខ្មែរយើងគ្មានមេដឹកនាំខ្លាំងតើហេតុអ្វីទៅយោងតាមអ្វីដែលសៀមវាចោទមកលើខ្មែរយើងនិងសៀមចង់បានសង្គ្រាមដើម្បីផ្ទៃក្នុងនយោបាយសៀមរួចសៀមនឹងបានប្រើប្រាស់ចំនួនកងទ័ពនិងអាវុធប៉ុណ្ណឹងគឺដឹងតែខំវាយខ្មែរយកដីឲ្យបានតែម្ដងខ្ញុំឃើញមានបងប្អូនយើងជាច្រើនចាក្នុងកំឡុងពេលសង្គ្រាមហ្នឹងគឺគាត់បាន post status ថាហេតុអីក៏សៀមនឹងវាអត់ហ៊ានវាយខេត្តបៃលិនហេតុអីក៏វាអត់ហ៊ានប៉ះខេត្តបៃលិនឬមួយក៏វាយកអត់បានឬមួយក៏អត់ហ៊ានប៉ះខេត្តបៃលិនតើខេត្តបៃលិននឹងមានរបៀបថាមានមូលហេតុអីឬមួយក៏មានចម្ងល់ឬមួយក៏មានអកំបាំងអ្វីបានជាពួកអាសៀមនឹងវាអត់ហ៊ានប៉ះខេត្តបៃលិនបងប្អូនត្រូវដឹងថាចេះកងទ័ពសៀមក៏ដូចជាពួកអាមេដឹកនាំអត់ប្រយោជន៍របស់ពួកវាហ្នឹងគឺវាបានចាត់ទុកខេត្តបៃលិនហ្នឹងគឺជាខេត្តរបស់ពួកវាបាត់ទៅហើយបងប្អូនប៉ុន្តែចង់បញ្ជាក់ជូនប្រាប់បងប្អូនថាអានេះគ្រាន់តែវាចាត់ទុកគ្រាន់តែវាគិតទេណាមិនមែនថាខ្ញុំនិយាយអញ្ចឹងខេត្តបៃលិនហ្នឹងគឺជារបស់វាទេអត់ទេបងប្អូនចាគ្រាន់តែវាចាត់ទុកហើយវាគិតថាខេត្តបៃលិនហ្នឹងគឺជាខេត្តរបស់សៀមបាត់ទៅហើយមិនបាច់វាយទេយកក៏បានដែរពីព្រោះថាយើងមានខេត្តបាត់ដំបងណាបើតាមយើងមើលបងប្អូនមានខេត្តបាត់ដំបងប្រទេសមានជ័យឧត្តមមានជ័យហ្នឹងជាទឹកដីក្របពីលើខេត្តបៃលិននឹងស្រាប់តែម្ដងឲ្យតែសៀមវាវាយបែកខេត្តទាំងនេះ
cứ mình bạch vay khai bay lần nôm tại hot tệ và phần năng bông ôn ai xa cật rồi môi có sầm máy bàn thật tao bỏ năng vì miền mà hai chả ta thông phần ná bông ôn ra vì miền mà hai chả ta thông mà nào vì ở toàn ban khai năng tế bàn tay khoảng thao vi chặt tục có đôi chiều vi cất tay thà khai năng cứ chỉ khai bỏ vi tay một đòn bạch vay tệ trong vô của ban này đi tam vi cất á hay đọc bên nhung vậy trong bông ôn sạc cất mới thật ta mà hai chả ta bỏ bộ viên năng vì thông phần ná bông ôn cứ kê chặt tục khai tăng bông năng cứ chỉ khai được bỏ kê tơ kê vay bắt chiều một con nằm bay cướp vô tay một đòn chẳng ngay bản thà đặng đòn chỉ được bỏ dương lô pra pra cho tao xa không vi tục vi thôi vi bọt nằng vi cầm tịch từ xiêm a châu trâm tại tịch tụi bông phật nâng tam sai bật to trong đại nằng đi hai chỉ hai phò đại bông ôn dương từ tại đằng nào bông ôn ná từ đằng ở pi mà hai chả ta rồi bóc bộ à xiêm đi rương đi mình men tôi tê bông ôn vì miền mà hai chả ta thông là hốt đo thạ bộ vi sầm máy mền tên á sầm máy tầng ngay món tha vi ban khai bay lân vi ban khai bát tầm bong vi ban khai bần tim miền chay đo miền chay ấy chẳng từ bà sân chỉ vi vay bọc bay khai tên bẩm mán nâng hai cứ bay lân vì do ban sưu mền tên anh ấy viêm toàn ban vay tay vì cất tục môn á bông ôn xa cân mơ toàn ban váy bàn tay vì cất tục môn bật rải trả trong hai chữ ta vi thống này nào môi châu ọt ban tây bông ôn để xa tơ cầm lắng con to được bỏ dương bông vì địa con to được bỏ dương cứ lột khăn na bông ôn trà lột tầng óc kia nó cứ khăn mền tên tay mà đông nhôm xong hai quạt lột mỏng ở bông ôn trà quạt khăn nè còn tờ xiêm vía vay hơi vía mà cho chơi mình toàn ban tèn cả đai đây nè con to được bỏ dương cứ ban không prang to su khăm smile vay bộ tờ vinh làm tích mỏng ở bông ôn trà khơi hụt hiệp bay clear chờ này tay nhung chờ đã ở lấy bông ôn sạ tờ mớiខ្លួនanh nhung ở hiện đã chờ này phụ khai Facebook vì chạp ở lấy dương sọt màu vinh bông ôn ná đầm bay tục tôn nâng sừng kriêm đó thom môi ní cứ thả đặng nộp chia được bỏ dương cứ lột ban prao pra cặp phượng vô thiên đầm bay tốt prao pra cặp phượng ca tốt đầm bay chứ nè hay ca khôi khát slap nâng rộp bùa dương phần nâng cứ bông ôn thật đặng thả thả đặng nộp chia được bỏ dương cứ lột ban khất không prang prang khăng nào bông ôn khất không mình tha dục mình tha ngay tê đầm bay xoay ro son để phiệp chôn chiết xoay ro son để phiệp chôn bị chia bồ ruột vinh teng vô tờ xa sừng kriêm nâng vô tờ xa ca tụt rương mà to được bỏ bụi dương nó cứ ăn ở vọt ní tê vị thi JBC đầu nghiêm ngắt nâng prong và giặt sừng kriêm cao lang miên mà đòn tiền nào bông ôn ná bờ sân chỉ dương sờ lạnh chia chui prong và giặt từng óc nia bọt chộp ban chỉ rương tì mùi JBC chỉ rương tì pi nâng ní tê vị thi plei cho bạn nia nâng cứ chỉ rương tì bay cứ to tài tăng smart đây ở khăng bông phật bông ôn nâng chưa chẹt từ lượt thằng đặng nôm triệt dương tớp ai đọc sai bản chân chỉ trong cõi bông ôn ná từ tay chưa tục chẹt từ lượt thằng đặng nôm chưa tục chẹt từ lượt rê tháp bị ba cướp chọn thằng đầm bay dương còn đầm bay triệt dương từng óc nia phong đài chụp xem sợi nút là vì tàu cõi